Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំរិចគឺមកដល់ទៀតហើយគឺមកសម្រាយរឿងតរបស់យើងពីភាគទី21នៃរឿង Return to the Earth របស់ God អូខេអ្នកទាំងអស់គ្នាឥឡូវនេះ admin សូមប្រែកតិចតទៅជាមួយនឹងការសម្រាយរឿងអញ្ចឹងណាព្រោះដោយសាររឿងនេះមិនសូវមានអ្នកគ្រប់គ្រងនិងអ្នកចាប់អារម្មណ៍ច្រើននោះទេដោយសាររឿងនេះ admin ជាអ្នកយកមកសម្រាយដល់តអញ្ចឹងហើយណាមួយ admin តែតែចាប់ផ្ដើមនៃការសម្រាយរបស់ admin លើកទី1នៅក្នុង channel នេះផងដែរហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមានរឿងណាដែលគួរចាប់អារម្មណ៍អ្នកទាំងអស់គ្នាអាច comment ខាងក្រោមហើយ admin នឹងព្យាយាមស្រាវជ្រាវយកមកសម្រាយជូនអ្នកទាំងអស់គ្នាអញ្ចឹងណាហើយបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍នៅរឿងនេះបន្តទៀត admin នឹងធ្វើបន្តទៀតប៉ុន្តែបើសិនជាមើលទៅវាលក្ខណៈថាសន្ទុះមិនសូវនឹងចាប់អារម្មណ៍ទេ admin នឹងបញ្ឈប់នៃការសម្រាយត្រឹមពាក់កណ្ដាលទីនឹងតែម្ដងហើយយើងនឹងចាប់ផ្ដើមនៅរឿងថ្មីអ្វីដែលអ្នកទាំងអស់គ្នាចូលចិត្តផងដែរតោះកុំឲ្យខាតពេលយូរតើយើងចូលសាច់រឿងទាំងអស់គ្នាតែម្ដងទៅអ្នកទាំងអស់គ្នាបានដឹងហើយតើការពិភាក្សាមកហ្នឹងស៊ីរីរបស់យើងកំពុងតែប្រឈមមុខជាមួយនឹងដៃគូបដិបករបស់គេបន្តមកហ្នឹងក៏យើងបានដឹងថាសាច់រឿងរបស់យើងក៏បន្តកាត់មកនឹងមូលដ្ឋានគឺបេសកកម្មអង្គភាពនិគរាជហើយយើងក៏បានដឹងថាមានបរិម្នាក់ហ្នឹងបានកាន់ឯកសារមកកាន់រិស័ព្ទរបស់យើងបន្តមកហ្នឹងគេក៏បានហៅឯកសារទៅអ្នកស្រីនោះរួចមកក៏គេបាននិយាយថាតកតងជាមួយនឹងបេសកកម្មថ្នាក់ឥឡូវនេះខ្ញុំបានបញ្ចប់រួចហើយឆាប់ submit ឯកសារឥឡូវនេះព្រាមទៅបន្តមកហ្នឹងបុគ្គលិកស្រីនោះក៏បានឆែកទៅលើឯកសាររបស់គេក៏ឃើញប្រវត្តិទ្រុករបស់គេគឺជាលោកម្ចាស់ Shadow នេះឯងហើយគេក៏បន្តទៀតថាខ្ញុំមិននឹកស្មានសោះថាលោកម្ចាស់ Shadow របស់យើងអាចធ្វើបេសកកម្មដ៏ពិបាកបែបនេះបានទេថាត្រឹមតែរយៈពេល1ថ្ងៃប៉ុណ្ណោះអាចបំបីកំណត់ត្រាថ្មីបានទៅហើយតទៅពីគេបាននិយាយចប់មកចាមកទៀតក៏បន្តទៀតថាតាមតែបេសកកម្មនេះជាក់ស្ដែងទៅជាពិបាកខ្លាំងណាស់ខ្ញុំមិននឹកស្មានសោះថាលោកម្ចាស់ Shadow របស់យើងអាចធ្វើវាបានវាពិតជាល្អខ្លាំងណាស់ហើយអាមួយទៀតក៏បន្តទៀតថាខ្ញុំឆ្ងល់ណាស់បើសិនជាយើងអាចទទួលបានបេសកកម្មកម្រិត S បែបនេះតើវានឹងទៅជាយ៉ាងណាជីវិតយើងពិតជាមិនស្ថិរភាពដូចជាពួកគេមែនតពីគេបាននិយាយហើយសម្ដែងកណ្ដឹងប្រកាសអាសន្នមួយក៏បន្លឺឡើងតាក់ទងជាមួយនឹងសម្ដែងកណ្ដឹងបន្លឺឡើងហ្នឹងដោយសារតែមានធម្មពលវិញ្ញាណដ៏មហិវាមួយវាធ្វើឲ្យមានសម្ពាធទៅលើមូលដ្ឋាននៃអង្គភាពនិគរាជរបស់យើងបន្តមកហ្នឹងសម្ដែងប្រកាសអាសន្នក៏បន្តទៀតថាសូមប្រកាសអាសន្នឥឡូវនេះសូមអ្នកទាំងអស់គ្នាព្យាយាមនៅកន្លែងណាដែលមានសុវត្ថិភាពបំផុតបន្ទាប់ពីវាបាននិយាយចប់លោកម្ចាស់ Shadow យើងក៏និយាយថាហេតុអ្វីបានជាឥឡូវនេះពួកអាឆ្ទៀនពៀនហ្នឹងវានៅឯណាពិតជាចង្រៃយកមែនបើសិនជាឯងចេញមកខ្ញុំនឹងសម្លាប់ឯងភ្លាមតែម្ដងសាច់រឿងរបស់យើងក៏កាត់មកការប្រយុទ្ធជាមួយនឹង Celine និងអាមួយបៃស្លូវនោះឯងបន្តមកហ្នឹងអាមួយបៃស្លូវនោះក៏បានបន្តទៀតថាឥឡូវនេះខ្ញុំឲ្យឯងពីរជំរឿទី1មកតាមខ្ញុំហើយត្រឡប់ទៅវិញជំរឿទី2គឺឯងចង់ទុកសាកសពរបស់ឯងនៅទាំងឆ្អឹងនៅទីនេះឬក៏យ៉ាងម៉េចដែរបន្ទាប់ពីគេបាននិយាយហើយទំលេងមួយក៏បន្លឺឡើងថាបិទមាត់ហើយយើងក៏បានដឹងថាលោកម្ចាស់ Shadow របស់យើងគឺនៅខាងក្រោយបើកការវិប្រហារទៅលើអាមួយបៃស្លូវនេះឯងប៉ុន្តែគឺវាមិនត្រូវនោះទេបន្ទាប់ពីគេបានធ្វើការបាបវិប្រហារហើយបន្តមកហ្នឹងការវិប្រហារបន្តក៏បានបាញ់ទៅលើអាមួយបៃស្លូវនោះទៀតហើយប៉ុន្តែមិនថ្មីនោះទេអាមួយបៃស្លូវនោះវាក៏មានសមត្ថភាពវាផងដែរវាបានកិច្ចចោះកិច្ចឡើងធ្វើឲ្យការវិប្រហាររបស់លោកម្ចាស់ Shadow របស់យើងហ្នឹងមិនត្រូវសំបីតែមួយគ្រាប់រួចមកក៏វាបាននិយាយថាហេតាមតែកម្រិតទី5សោះហេតុអីក៏សំដីធ្លោះម្លេះឯងហ្នឹងអា Shadow ប្រើប្រាស់កំភ្លើងផងវត្ថុដែលឯងប្រើប្រាស់ហ្នឹងវាមិនធ្វើអ្វីដែលប៉ះពាល់ឲ្យខ្ញុំទៀតទេបន្ទាប់ពីគេបាននិយាយហើយលោកម្ចាស់ Shadow របស់យើងមានការខ្ញាល់ជាខ្លាំងដូចមករួចមកក៏បាននិយាយតែមួយបៃស្លូវនោះថាខ្ញុំពិតជាហត់ជាមួយឯងខ្លាំងណាស់រយៈពេលជាយូរហើយដែលខ្ញុំខានប្រយុទ្ធជាមួយនឹងបកយោចង់ទៅជួយពួកឯងឥឡូវនេះឆាប់ចេញពីតំបន់របស់ពួកយើងភ្លាមបើមិនចឹងទេឯងនឹងត្រូវស្លាប់បន្ទាប់ពីលោកម្ចាស់ Shadow របស់យើងនិយាយចប់អាមួយបៃស្លូវនោះក៏ធ្វើចរិតឆ្លើយតែម្ដងឯងក៏បានបន្តិចរួចក៏បានតបទៅគាត់ថាចង់បញ្ចេញកំហឹងដាក់ខ្ញុំហ្នឹងតែមែនទេឯងនឹងចង់មករៀនមេរៀនណាដូចខ្ញុំដែលជាសិស្សស្នូលនៃបកឆ្នាំក៏តែខ្ញុំខ្លាចពួកឯងដែលជាតូចតាចហ្នឹងមែនទេតាមល្បែកាប៉ុណ្នេះខ្ញុំស៊ីផុយតែម្ដងបើសិនជាអញ្ចឹងទេឥឡូវឯងឆាប់បាញ់ភ្លាមមកកុំឲ្យខាតពេលលឿនមកឆាប់បាញ់មកបន្ទាប់ពីវាបាននិយាយហើយលោកម្ចាស់ Shadow របស់យើងមានដៅចិត្តយ៉ាងខ្លាំងតែម្ដងរួចមកក៏បញ្ចេញចំហាយធម្មពលជាច្រើនដាក់ចូលក្នុងកំភ្លើងរបស់គាត់ឲ្យគាត់ក៏បាននិយាយថាឥឡូវនេះគ្មាននរណាម្នាក់អាចមករញ៉េរញ៉ៃក្នុងអង្គភាពនិគរាជរបស់យើងភ្លាមទេហើយនេះក៏ជាការងាររបស់យើងផងដែរឯងឆាប់ស្លាប់ភ្លាមទៅរួចមកក៏បើកការវិប្រហារទៅមួយបៃស្លុយនោះតែម្ដងហើយយើងក៏បានដឹងថាចំហាយជាច្រើនក៏បានព្រមរត់ទៅលោកម្ចាស់ Shadow របស់យើងហើយអាមួយបៃស្លុយនោះក៏បន្តទៀតថាអូហូធម្មពលវិញ្ញាណពិតជាខ្លាំងមែនមកឲ្យលឿនឡើងឲ្យខ្ញុំភ្លក់រសជាតិកម្លាំងរបស់ឯងបន្តិចមើលបន្ទាប់ពីនិយាយចប់លោកម្ចាស់អ្វីរបស់យើងក៏គក់ទ្រង់បន្តិចរួចក៏បាននិយាយថាចាំងស៊ីលេងឥឡូវនេះលោកអាចសម្រាប់បានហើយពីព្រោះយើងមានគ្នារបស់យើងមកជួយហើយបន្ទាប់មកហ្នឹងលោកម្ចាស់ Shadow យើងក៏បានស្រែកថាឯងយកទៅជួសសង្គ្រាមមេគានៃគ្រាប់កំភ្លើងដល់មកហ្នឹងការវាប្រហារជាច្រើនក៏បានស្ទុះទៅរកអាមួយបៃស្លុយនោះហើយលោកម្ចាស់ Shadow របស់យើងក៏បន្តទៀតថាខ្ញុំមិនចាំបាច់ប្រើអាវុធដោយរាល់ដងទេឥឡូវនេះគ្មាននរណាម្នាក់អាចរត់គេចពីការបំទុះរបស់ការសម្លាប់របស់ខ្ញុំបានទេក្របសាច់ដូចជាទឹកភ្លៀងឥឡូវនេះនឹងបញ្ចប់វានៅក្នុងយប់នេះជាក់ជាមិនខានហើយយើងក៏បានដឹងថាបន្ទាប់ពីការវាប្រហារហើយមកក៏យើងបានឃើញអាមួយបៃស្លុយនោះគឺដើរចេញពីផ្សែងតែម្ដងរួចមកក៏វាបាននិយាយថាតើនេះគឺជាក្របកំភ្លើងដែលឯងបញ្ចេញនោះមកមែនទេអូយមើលទៅវាពិតជាសម្រាមខ្លាំងណាស់ខ្ញុំខ្លាចតែឯងធ្វើបែបនេះវាមើលទៅដូចជាខ្មាស់អៀនខ្លាំងណាស់បន្ទាប់មកហ្នឹងវាក៏ចាប់កាន់ក្របកំភ្លើងមួយនោះរួចមកក៏លើកលើមកបន្តិចក៏បាញ់
ទៅរកម្ចាស់ដើមគេដែលជួយលោកម្ចាស់ Shadow តែម្ដងហើយក្រោយកំភ្លើងមួយនោះក៏ស្ទុះចំកណ្ដាលក្បាលលោកម្ចាស់ Shadow របស់យើងធ្វើឲ្យស្លាប់មួយរំពេចផងដែរបន្ទាប់មកនោះលោកម្ចាស់របស់យើងក៏លាន់មកថាហ៎ Shadow ហើយអ្វីបានជាលោកម្ចាស់ Shadow ចាញ់ដោយបែបនេះវាមើលទៅពីជំងឺស្រួលពេកហើយអាល្អិតនៃបាក់យ៉ាវចុងនេះហេតុអីក៏វាខ្លាំងបែបនេះតើឥឡូវនេះពួកយើងអាចធ្វើអ្វីបានទៅតើពីលោកម្ចាស់អ្វីបានកាត់ចប់អាមួយបាយសើនោះក៏ងាកមកខាងក្រោយដើម្បីមើលស៊ីលីងរបស់យើងរួចមកក៏បានបោះក្រកំភ្លើងរបស់លោកម្ចាស់ Shadow ពី3គ្រាប់លេងនៅចំពោះមុខស្ចាងស៊ីលីងរបស់យើងនេះឯងហើយវាក៏បន្តទៀតថាហេអាល្អិតឥឡូវជំរឿនរបស់យើងឯងចង់យកមួយណាឥឡូវដើម្បីធ្វើជាក្មេងល្អឆាប់មកជាមួយយើងភ្លាមឬក៏ចង់ភ្លក់រសជាតិរបស់ក្រកំភ្លើងនេះខ្ញុំគិតថាបើសិនជាក្រកំភ្លើងនេះចូលផ្នែកមួយនៃស្បែករបស់ឯងអូយពិបាកនឹងគិតណាស់ឥឡូវកុំបារម្ភតែវាមិនស្លាប់នោះទេបន្ទាប់ពីបាននិយាយចប់ស៊ីលីងរបស់យើងក៏ឆ្លើយតែម្ដងផ្ដៃភ្លឺសូតាប៉ែហើយក៏បាននិយាយទៅអាមួយបាយស្លុយនោះថាឥឡូវនេះឯងចង់បង្រៀនខ្ញុំពីមេរៀនមួយចំនួនមែនទេអញ្ចឹងទៅឥឡូវសាកបាញ់មកមើលខ្ញុំពិតជាចង់សាកខ្លាំងណាស់បាញ់ឲ្យចង់ក្បាលខ្ញុំមកឥឡូវសាកមើលបន្ទាប់ពីស៊ីលីងរបស់យើងឌឺទៅវាចប់អាមួយបាយស្លុយនោះក៏ស្ទុះមកវាយស៊ីលីងរបស់យើងតែម្ដងរួចវាក៏បាននិយាយថាឯងគិតថាខ្ញុំកំ plaign ជាមួយឯងមែនអាចង្រៃយកឥឡូវនេះការងាររបស់ខ្ញុំមើលទៅពេលនេះត្រូវតែសម្រាប់ឯងឥឡូវនឹងហើយតពីគេបាននិយាយហើយសន្ទុះរបស់ស៊ីលីងរបស់យើងគឺលឺសូទៅវឹងតែម្ដងហើយយើងក៏បានដឹងថាដៃរបស់មួយបីស្លុយនោះត្រូវបានកាត់ផ្ដាច់បាត់ទៅហើយធ្វើឲ្យព្រឹត្តិការណ៍អ្វីរបស់យើងមានការញាក់ឡើងតែម្ដងអ្វីហ្នឹងបន្តមកនោះមួយបីស្លុយនោះក៏លន់មកថាចំញាក់អីហេតុអីក៏សាហាវដល់ថ្នាក់នេះដៃរបស់យើងមួយប្រពេចផ្នែកសត្រូវបានគេកាត់ផ្ដាច់បាត់ទៅហើយស៊ីលីងរបស់យើងក៏បន្តទៀតថាឥឡូវនេះយើងជូនតាមសំណូមពរឯងហើយយុទ្ធនាការនេះវាត្រឹមតែចាប់ផ្ដើមទេយើងត្រឹមតែបានកាប់ផ្នែកមួយនៃរាងកាយឯងតែប៉ុណ្ណោះហើយយើងក៏បានដឹងហើយថាស៊ីលីងរបស់យើងមិនមាត់ទេប៉ុន្តែបើសិនជាវាយគឺសាហាវតែម្ដងកាត់ដៃកាត់ជើងតែម្ដងអូយមើលទៅពិតជាខូចខើខ្លាំងណាស់បន្ទាប់ពីស៊ីលីងរបស់យើងបានកាត់ផ្នែកមួយនៃរូបរាងកាយរបស់អាមួយបាយស្លុយនោះទៅប្រតិចាវៃលៀងក៏ឡងមកថាអាយុយហេតុអីគឺលឿនបែបនេះសំបីតែភ្នែកទទេរបស់ខ្ញុំក៏មិនអាចមើលពិចារណារបស់ចាងស៊ីលីងផងដែរពិតជាសាហាវខ្លាំងណាស់ហើយបើក៏លេចមើលទៅអាមួយបាយស្លុយដែលបានគេកាត់ដៃនោះវិញវាគិតជាសប្បាយខ្លាំងណាស់វាក៏បានសើចថាទីបំផុតខ្ញុំបានរកឃើញហើយនរណាម្នាក់ដែលអាចធ្វើឲ្យខ្លួនប្រាណរបស់ខ្ញុំមានការជឿចាប់ហាហាបន្ទាប់មកហ្នឹងក៏យើងបានឃើញថារូបរាងកាយរបស់វាក៏បានដោះដៃមកវិញតែម្ដងហើយវាក៏បន្តទៀតថាអស់រយៈពេលជាយូរហើយដែលគ្មាននរណាម្នាក់វាធ្វើឲ្យរូបរាងកាយរបស់ខ្ញុំមានរបួសដល់ថ្នាក់នេះទេបន្ទាប់មកហ្នឹងអាមួយបាយស្លុយនោះក៏បន្តទៀតថាឥឡូវនេះដូចតែឯងដឹងហើយចាំមើលយើងនឹងឲ្យឯងឃើញអ្វីដែលជាទម្រង់ពិតរបស់យើងហើយវាក៏បានសើចបន្តទៀតបន្ទាប់មកហ្នឹងក៏យើងបានឃើញហើយថាវាក៏ចាប់ផ្ដើមប្រែកាយរូបរាងពីមនុស្សរបស់វាទៅជារូបរាងបិសាចមើលទៅវាពិតជាសាហាវខ្លាំងណាស់ក៏បំទុះខ្លួនរបស់វាតែម្ដងហើយយើងក៏បានឃើញថារូបរាងរបស់វាដែលជាបិសាចនោះដូចមានដោះស្នែងជាច្រើនចេញពីក្នុងខ្លួនប្រាណរបស់វាបន្ទាប់មកហ្នឹងប្រជាចារវ័យយើងក៏បានលាន់មកថាតើនេះគឺជាខ្លួនប្រាណមនុស្សដែលរួមជាមួយនឹងខ្លួនប្រាណបិសាចតែមែនទេហើយវាបានបង្កើតទៅជាខ្លួនប្រាណអរិយអូយវាទៅវាពិតជាសាហាវខ្លាំងណាស់ហើយពិតជាអាក្រក់ខ្លាំងមែនទែនតែឯងបានធ្វើអ្វីខ្លះតែបាក់យ៉ាចង់បានធ្វើរឿងនេះនៅពីក្រោយខ្នងមនុស្សជាតិតែមែនទេតែពួកគេបង្កើតទៅឆន្ទៈមួយមែនទេបន្ទាប់ពីប្រជាចារវ័យបាននិយាយចប់អរិយមនុស្សក៏បានបើកការពេលវេលាទៅកាន់ស៊ីលីនរបស់យើងរួចមកក៏បានដាក់ស៊ីលីនរបស់យើងត្រូវមួយដៃចង់កណ្ដាលពោះធ្វើឲ្យស៊ីលីនរបស់យើងខ្ទាតទៅក្រោយបន្ទាប់មកហ្នឹងក៏យើងបានឃើញថាការវាប្រហាររបស់វាពិតជាខ្លាំងមែនទែនរហូតដល់ប្រជាចារវ័យលាន់មកតានេះគឺជាធម្មពលរបស់វាតែមែនទេហេតុអ្វីបានជាសាហាវដល់ថ្នាក់នេះទស្សនវិជ្ជានោះក៏យើងបានឃើញថាត្រឹមតែមួយដៃវាតែប៉ុណ្ណោះធ្វើឲ្យអញ្ចឹងនៅកន្លែងអង្គភាពនៃគ្រីរបស់យើងខ្ទេចខ្ទីតែម្ដងតមកហ្នឹងស៊ីលីនរបស់យើងក៏បានខ្ទេចមកខាងក្រៅអូសដីប្រមាណ100ម៉ែត្រហ្នឹងបន្ទាប់មកហ្នឹងអាបេសាយនោះក៏បានស្ទុះមកវាយស៊ីលីនរបស់យើងទៀតហើយគឺវាយមួយដៃនោះធ្វើឲ្យខ្ទេចខ្ទីដីកន្លែងហ្នឹងតែម្ដងបើមើលទៅទស្សនវិជ្ជានោះវាពិតជាខូចខាតនៅតំបន់នោះខ្លាំងណាស់ស៊ីលីនរបស់យើងមិនថ្មីនោះទេបានកិច្ចពីការវាប្រហាររបស់យើងក៏បានឈរលុយសង្ហាយកដៃទាំងពីរជាប់នឹងកប៉ៅរបស់គេតែម្ដងរួចមកក៏បាននិយាយថាតើឯងលេងនៅម្ដុំនេះចប់ហើយឬនៅឥឡូវនេះដល់វេនយើងម្ដងហើយបន្ទាប់ពីគេបាននិយាយចប់អាបិសាចនោះវាពិតជាខឹងមែនតើរួចមកក៏បង្កើតជាធម្មពលអ្វីមួយយ៉ាងបានបាញ់ទៅកាន់ស៊ីលីនរបស់យើងទៀតហើយមិនចាំបាច់និយាយច្រើនទេឥឡូវនេះឯងទៅស្លាប់ដើម្បីជាងភ្លៀងហើយយើងក៏បានឃើញថាការវាប្រហាររបស់អាបិសាចនោះពិតជាសាហាវមែនតើហើយស៊ីលីនរបស់យើងមិនរងចាំយូរក៏លើកដៃពីរហើយរួចមកក៏បង្កើតជាធម្មពលអ្វីមួយយ៉ាងស៊ីលីនក៏បន្តទៀតថាធម្មពលរបស់អ្នកអមតៈរួចមកក៏កវិសតាមឆាច់បង្កើតជាធម្មពលអ្វីមួយយ៉ាងធ្វើការវិវហាទៅលើធម្មពលរបស់អបិសាចនោះធ្វើឲ្យធម្មពលទាំងពីរប៉ះគ្នាបង្កើតជាបន្ទោសអ្វីមួយយ៉ាងឬសូត្រទាំងតែម្ដងហើយយើងក៏បានឃើញថាបរិសង្ហាររបស់យើងនៅតែមុខនឹងដដែលរួចមកអបិសាចនោះវាចាប់ផ្ដើមភ័យហើយព្រោះដោយសារការវាប្រហាររបស់វានឹងវាបានប្រើកម្លាំងធាតុអស់ពីខ្លួនរបស់វាហើយស៊ីលីនរបស់យើងមិនໄວនោះទេហើយវាក៏បាននិយាយថាតើឯងគឺជានរណាឲ្យប្រកាសហេតុអ្វីក៏ការវាប្រហាររបស់យើងមិនអាចធ្វើឲ្យឯងមានរបួសសំបីតាមមួយសរសៃសក់បែបនេះបន្ទាប់ពីវាបាននិយាយចប់ស៊ីលីនរបស់យើងមិនបង្អន់យូរនោះទេរួចមកក៏បានញញឹមបន្តិចក៏បញ្ចេញការវាប្រហារទៅលើវាដែលការវាប្រហារនោះដែលគេហៅឈ្មោះថារន្ទះនៃភាពទទេស្អាតធម្មពលរន្ទះជាច្រើនក៏ស្ទុះបាញ់ទៅលើអាបិសាចនោះតែម្ដងហើយយើងក៏បានដឹងថាការវេទនានៃការជឿចាប់របស់វាពេលនេះពិតជាជឿចាប់ខ្លាំងមែនតើដល់រន្ទះរាប់ម៉ឺនដើមបានធ្វើការវាប្រហារទៅលើវាតែម្ដងហើយយើងក៏បានឃើញថាទស្សនវិជ្ជានៃការឆក់របស់វានោះពិតជាវេទនាខ្លាំងណាស់បន្
តពីស៊ីលេងរបស់យើងបានធ្វើទរណកម្មអាបេសាយនោះមកដោយប្រើរន្ទះទទេស្អាតមកសាច់រឿងរបស់យើងក៏បានឃើញថាអាបេសាយនោះក៏បានឆ្លើយទៅស៊ីលេងយើងថាវាមិនអាចទៅរួចទេដែលធម្មពលឯងចេញមកពីខ្លួនឯងបែបនេះបន្ទាប់ពីវាបាននេះចប់ស៊ីលេងរបស់យើងក៏បង្កើតជាចង្វាក់វិញ្ញាណជាច្រើនទៅទស្សទៅការវាប្រហារវាតែម្ដងតបមកនឹងចង្វាក់វិញ្ញាណជាច្រើនក៏បើកការវាប្រហារទៅលើអាបេសាយនោះហើយយើងក៏បានដឹងថាអាបេសាយនោះក៏ប្រើវិជាសម្ងាត់ដុតគេចខ្លួនបាត់ទៅស៊ីលេងរបស់យើងក៏បានគិតថាមើលទៅខ្ញុំពិតជាខ្សោយពេកហើយដែលឲ្យសត្រូវបែបនេះរត់គេចខ្លួនបែបនេះទៅចង្វាក់ទទេស្អាតរបស់ខ្ញុំពិតជាត្រូវការធម្មពលវិញ្ញាណជាច្រើនខ្លាំងណាស់មើលទៅពិតជាខ្មាស់អៀនមែនហើយខ្ញុំក៏ត្រូវការថ្នាំមួយចំនួនដើម្បីបង្កើនធម្មពលវិញ្ញាណខ្ញុំផងដែរតាក់ទងជាមួយទៅនឹងគ្រឿងផ្សំទាំងអស់ខ្ញុំត្រូវតែតាក់ទងជាមួយនឹងលោកម្ចាស់លូនិងលោកម្ចាស់វីហើយដែរបានមកសន្ទុយក្រោយមកទីនេះរបស់យើងក៏បានគិតថាតាក់ទងជាមួយនឹងអំណាចរបស់ខ្ញុំអធិបតេយ្យភាពនៃទទេស្អាតខ្ញុំត្រូវតែយកនូវសក្តានុពលរបស់ខ្ញុំពេញលេញមកវិញឲ្យតទៅបានបន្ទាប់ពីស៊ីលីងរបស់យើងធ្វើការបញ្ចូលជាមួយនឹងអាបេសាយនោះហើយសាច់រឿងរបស់យើងក៏គេកាត់មកស្នាក់ការកណ្ដាលនៃអង្គភាពនៃគ្រាហើយយើងក៏បានឃើញថារូបភាពរបស់ស៊ីលីងរបស់យើងត្រូវបានចាក់លើ LED ជាមួយនឹងលោកម្ចាស់នេះហើយនិងលោកម្ចាស់វ័យបន្ទាប់មកនឹងលោកម្ចាស់វ័យក៏បន្តទៀតថាបញ្ហារបស់យើងជាមួយនឹងបកយោចុងវាពិតជាធំខ្លាំងណាស់ប៉ុន្តែតាមធម្មពលកម្លាំងរបស់គេនេះពួកយើងពិតជាមិនដែលឃើញពីមុនមកទេអស់រយៈពេលជាច្រើនរយឆ្នាំមកហើយពួកយើងក៏មិនអាចស្មានថាបើសិនជាគេធ្វើជាមិត្តភក្តិរបស់យើងឬក៏ធ្វើជាសត្រូវរបស់យើងផងដែរបន្ទាប់ពីគេបាននិយាយចប់លោកម្ចាស់រាជខ្មៅរបស់យើងក៏លន់មកថា Space Ground បន្ទាប់មកនឹងលោកម្ចាស់វ័យក៏បានសួរថាតើលោកនិយាយអំពីអ្វីហ្នឹងលោកម្ចាស់អ្នកខ្មៅក៏បន្តទៀតថាទោះជាគេអស្ចារ្យប៉ុណ្ណាក៏ដោយក៏គេមិនអាចបើក Space God បានដែរដែល Space God ហ្នឹងមានន័យថាជាក្លោកវេទមន្តដែលបានស្រូបប្អូនស្រីរបស់ចាងស៊ីលីងរបស់យើងនេះឯងរួចមកលោកម្ចាស់អ្នកខ្មៅក៏បន្តទៀតថាដរាបណាពួកយើងអាចរកដំណោះស្រាយតាក់ទងជាមួយនឹង Space God បានដែលប្អូនស្រីរបស់គេខ្លាចជាចំណុចខ្មាំងរបស់ពួកយ៉ាវចុងនោះអង្គភាពនៃគ្រារបស់យើងប្រកាសជាមានគុណសម្បត្តិដែលស័ក្តិសមបំផុតនៅក្នុងពិភពលោកមួយនេះត្រូវហើយលោកម្ចាស់ដរាបណាយើងអាចជួយប្អូនស្រីរបស់គេបានគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីក្រុមរបស់ពួកយើងចាប់ពីឥឡូវនេះតទៅខ្ញុំទុកចិត្តលើលោកម្ចាស់ហើយលោកម្ចាស់អ្នកខ្មៅបន្ទាប់ពីលោកម្ចាស់វ័យបាននិយាយចប់លោកម្ចាស់អ្នកខ្មៅក៏បន្តគិតថាតើតងជាមួយនឹង Space God ហ្នឹងពួកយើងពិតជាត្រូវការមនុស្សដែលមានធម៌ពលខ្លាំងជាច្រើនអ្នកដើម្បីបើកវាខ្លាំងណាស់មើលទៅវាមិនងាយស្រួលនោះទេហើយសាច់រឿងរបស់យើងបន្ទាប់ហ្នឹងក៏គេកាត់មកអាគារជួររបស់ស៊ីលីងរបស់យើងនេះឯងដែលគេហៅឈ្មោះថាសម្ព័ន្ធរីករាយបន្ទាប់មកហ្នឹងទូរស័ព្ទរបស់យើងក៏បាននិយាយថាហេតើលោកអត់មានវិធីដើម្បីជួយប្អូនស្រីរបស់លោកទេហ៎ស៊ីលីងរបស់យើងដកដង្ហើមបន្តិចរួចក៏បាននិយាយថាត្រូវហើយក្នុងនាមជាបងប្រុសខ្ញុំត្រូវតែជួយប្អូនស្រីទៅហើយប៉ុន្តែមុននឹងខ្ញុំចេញទៅខ្ញុំចង់រកវត្ថុ2 3ដើម្បីឲ្យអ្នកបម្រើដ៏ស្រស់ស្អាតរបស់ខ្ញុំសិនផ្ទះនេះមើលទៅត្រូវតែផ្ដល់ឲ្យទៅនាងហើយនាងមិនចាំបាច់រត់ទៅឆ្វេងទៅស្ដាំដើម្បីទៅរកផ្ទះជួលទូចៗនោះទេបន្ទាប់ពីស៊ីលីងយើងបាននិយាយចប់នារីបម្រើដែលទៅជួលទូស្រីរបស់យើងនោះមានការរំជើរំជួលជាខ្លាំងរួចមកក៏នាងបាននិយាយថាអូយលោកម្ចាស់ខ្ញុំបានការពារផ្ទះនេះអស់ពេញមួយជីវិតរបស់ខ្ញុំហើយទីបំផុតផ្ទះនេះបានខ្លាចទៅជារបស់ខ្ញុំហើយមើលទៅខ្ញុំមិនចាំបាច់សម្អាតវារាល់ថ្ងៃទេត្រូវហើយឥឡូវនេះខ្ញុំមានកាដូមួយសម្រាប់នាងទៅចោះបន្ទាប់មកនោះស៊ីលីងរបស់យើងក៏បានដកខ្សែកអ្វីមួយយ៉ាងចេញពីហោប៉ៅរបស់គេរួចមកក៏គេបានបញ្យល់ថាតាក់ទងជាមួយនឹងខ្សែកនេះគឺគេបានផលិតវាជាមួយនឹងថ្មលីងយូហើយតាក់ទងជាមួយនឹងថ្មលីងយូនោះគឺជាបំណែកនៃធម្មពលវិញ្ញាណជាច្រើនដែលលក់នៅក្នុងតាមហាងផងដែរហើយខ្សែកនេះក៏អាចការពារនាងផងដែរនៅពេលដែលខ្ញុំមិននៅខ្ញុំមិនអាចឲ្យនារីបម្រើដ៏ស្រស់ស្អាតរបស់ខ្ញុំត្រូវគេចាប់ពង្រត់ម្ដងទៀតទេនាងនឹងការពារនាងនៅពេលដែលនាងជួបពេលអាសន្នជាក់ជាមិនខានតទៅពីគេបាននិយាយចប់ទូរស័ព្ទរបស់យើងក៏បានគិតថាតើនេះគឺជាកំណប់មកពីហាងលោកម្ចាស់យីតាមមែនទេគ្រាន់តែគេបានគិតចប់គឺទូរស័ព្ទរបស់យើងទទួលយកខ្សែករបស់ស៊ីលីងតែម្ដងរួចមកគេបាននិយាយថាកុំបារម្ភខ្ញុំនឹងពាក់វាគ្រប់ពេលតមកនឹងស៊ីលីងយើងក៏បន្តទៀតថាឥឡូវនេះខ្ញុំលាសិនហើយជួបគ្នាពេលក្រោយប៉ុន្តែមុននឹងខ្ញុំចេញទៅអាចឲ្យវត្ថុអនុស្សាវរីយ៍ពីអ្នកហ្នឹងឲ្យខ្ញុំសិនបានទេតមកនឹងទូរស័ព្ទរបស់យើងក៏និយាយថាចង្រៃយកលោកបោកប្រាស់ថានេះបានធាក់ស៊ីលីងរបស់យើងក្រៅទ្វារតែម្ដងធ្វើស៊ីលីងរបស់យើងកាត់មុខដូចដួងដីបន្ទាប់មកនេះស៊ីលីងរបស់យើងងាកមកបន្តិចមកក៏បានបោះដីចេញពីខ្លួនដូចក៏បានគិតថាតើមើលទៅវាមិនខ្ជូតពេកទេអីតើនេះគឺជាស្រីដែលនៅផែនដីតែមែនទេបើធៀបជាមួយនឹងពិភពអមតៈវិញមើលទៅខ្ញុំដូចជា gentleman វិញហើយស៊ីលីងរបស់យើងក៏បន្តគិតថាគ្មាននរណាម្នាក់ល្អជាងប្អូនស្រីរបស់ខ្ញុំទេឆាប់បំភ្លេចវាភ្លាមទៅតោះឥឡូវនេះយើងទៅជួបព្រឹទ្ធាចារ្យយីសិនទៅព្រោះដោយសារយើងត្រូវការមេតារីជាច្រើនដើម្បីផ្គត់ផ្គង់កម្លាំងធម៌ពលរបស់យើងខ្លាំងណាស់ដោយសារឥឡូវនេះធម៌ពលរបស់យើងនៅខ្សោយនៅឡើយនោះទេហើយសាច់រឿងរបស់យើងក៏កាត់មករោងចក្ររបស់ស៊ូបាបានហើយលោកម្ចាស់យីយើងក៏បានតទៀតថាឥឡូវស៊ីលេងអ្វីគ្រប់យ៉ាងដែលឯងត្រូវការនេះគឺវានៅក្នុងរោងចក្រនេះឯងបន្ទាប់មកហ្នឹងសាច់រឿងរបស់យើងក៏បង្ហាញឲ្យឃើញថានៅក្នុងរោងចក្រនោះគឺមានរបស់របរជាច្រើនដែលស៊ីលេងរបស់យើងត្រូវការហើយព្រឹទ្ធាចារ្យយីយើងក៏បន្តទៀតថាឯងមើលណែតាក់ទងជាមួយនឹងរបស់កម្រដែលនៅក្នុងប្រទេសរបស់យើងហ្នឹងតាមអ្វីគ្រប់យ៉ាងអីវិញ
គឺស្ថិតនៅកន្លែងរោងចក្រនេះទាំងអស់ឯងឆាប់យកវាភ្លាមទៅបន្តមកនោះស៊ីលីងរបស់យើងមកអនយូរទេអរគុណលោកម្ចាស់បន្តពីស៊ីលីងរបស់យើងបាននិយាយថាអរគុណភ្លាមព្រឹត្តិការណ៍យើងបានដកកំពីនៃការចំណាយតែម្ដងរួចមកក៏បាននិយាយថានៅទីបំផុតការចំណាយជិត 1000 លានយន់ដើម្បីទិញថ្នាំទាំងអស់នេះហើយខ្ញុំក៏បានចូលរួមថ្លៃដើម 20 លានយន់ផងដែរហើយមើលទៅពិតជាខ្លាចជាកូនអ្នកមានហើយអាល្អិតឯងពិតជាអ្នកមានលទ្ធភាពមែនបន្តមកហ្នឹងស៊ីលីងរបស់យើងក៏នៅស្ដាប់ការរៀបរាប់របស់ព្រឹត្តិការណ៍យីហ្នឹងធ្វើឲ្យគេស្រែកតែម្ដងព្រោះថាតម្លៃនេះវាពិតជាខ្ពស់មែនតែនតែឯងកំពុងតែមើលអ្វីហ្នឹងមើលទៅដូចជាភ្ញាក់ផ្អើមឥឡូវនេះឯងមិនធ្វើថ្នាំដើម្បីលក់ទៀតទេហ៎ហើយព្រឹត្តិការណ៍យីយើងក៏បានសើចរួចមកក៏បន្តទៀតថាពេលខ្លះឯងពិតជាពូកែសម្ដែងមែនអាល្អិតកុំបារម្ភនៅពេលណាដែល business របស់យើងត្រឡប់មកវិញ this old man តាចាស់ម្នាក់នេះនឹងឲ្យឯងចាក់ជាមិនខានបន្ទាប់ពីគេបាននិយាយចប់ព្រឹត្តិការណ៍វាយើងក៏បានចាកចេញប៉ុន្តែមុននឹងចាកចេញហ្នឹងព្រឹត្តិការណ៍យីយើងក៏បានស្រែកពីក្រោយមកថាឥឡូវនេះឯងមិនគិតច្រើនទេឥឡូវឆាប់ទទួលយកទៅខ្ញុំលែងរំខានឯងទៀតហើយស៊ីលីងរបស់យើងក៏បានគិតថាមើលទៅតាចាស់នេះគិតតាមអំពីលក់តែម្ដងគេនិយាយគឺជាត្រូវហើយខ្ញុំគឺជាអមតៈម្នាក់លុយវាគឺជារបស់អរុទេអ្វីដែលសំខាន់គឺជាធម៌ពលហើយខ្ញុំក៏ត្រូវស្ដារធម៌ពលរបស់ខ្ញុំឡើងវិញផងដែរឥឡូវនេះខ្ញុំមិនចង់ឲ្យនរណាម្នាក់រំខានខ្ញុំនៅពេលដែលសំខាន់នោះទេបន្ទាប់ពីនិយាយចប់ស៊ីលីងរបស់យើងក៏ចាប់ផ្ដើមចម្រើនធម៌ពលតែម្ដងហើយយើងក៏បានឃើញថាធម៌ពលជាច្រើនក៏បានរួមរិទ្ធស៊ីលីងរបស់យើងក៏បង្កើតជាធម៌ពលអ្វីមួយយ៉ាងបើមើលតាមទស្សនវិជ្ជានៅក្នុងរោងចក្រនោះជាក់ស្ដែងទៅធម៌ពលនោះគឺបានសាយពីរោងចក្រយើងតែម្ដងរបស់របរដែលនៅក្នុងរោងចក្រនោះក៏ចាប់ផ្ដើមអណ្ដែតឡើងទៅខាងលើហើយធម៌ពលរបស់ស៊ីលីងរបស់យើងក៏ចាប់ផ្ដើមស្រោតចំហាយថ្នាំនិងថ្នាំជាច្រើនដែលនៅក្នុងប្រអប់នោះផងដែរបន្ទាប់មកនោះស៊ីលីងរបស់យើងក៏បង្កើតជាធម៌ពលអ្វីមួយយ៉ាងធ្វើឲ្យថ្នាំនៅក្នុងរបស់របរទាំងនោះចាប់ផ្ដើមចម្រាញ់ចូលគ្នាតែម្ដងហើយមកក៏បង្កើតជាដុំធម៌ពលអ្វីមួយយ៉ាងបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងនោះស៊ីលីងរបស់យើងពិតជាប៉ឹងខ្លាំងមែនទែនធ្វើឲ្យកន្លែងនោះខ្ទេចខ្ទីអស់ហើយបន្ទាប់មកនោះស៊ីលីងរបស់យើងក៏បន្តទៀតថាតកតងជាមួយនឹងគ្រឿងផ្សំទាំងអស់នេះគឺវាគ្រប់គ្រាន់ដើម្បីឲ្យខ្ញុំឡើងទៅអាណាចក្រទី5ផងដែរដូច្នេះខ្ញុំព្យាបាលវាត្រឹមតែ 30% បានហើយនៃធម៌ពលពិតរបស់ខ្ញុំតបពីគេបាននិយាយចប់ស៊ីលីងក៏បន្តទៀតថាតើមានបញ្ហាអ្វីជាមួយនឹងធម៌ពលវិញ្ញាណរបស់ខ្ញុំទៅដែលប៉ះពាល់ជាមួយនឹងភពផែនដីនេះខ្ញុំមានអារម្មណ៍ថានរណាម្នាក់កំពុងតែប្រមូលធម៌ពលឈីពីកន្លែងផ្សេងតើពួកគេនៅក្នុងប្រទេសចិននឹងដែរមែនទេតើវាអាចទៅរួចទេដែលមានមនុស្សអមតៈដល់ទៅ2នាក់នៅលើភពផែនដីមួយនេះខ្ញុំបានលើពីអាចារ្យរាមតកតងជាមួយនឹងលោកម្ចាស់ជ័យយូដែលគាត់បាននិយាយតើវាអាចទៅរួចទេមើលទៅបន្តពីស៊ីរីរបស់យើងកាត់ចប់ហើយសាច់រឿងរបស់យើងក៏កាត់មកអាតួជាអាក្រក់2នាក់នេះបន្តមកហ្នឹងពួកវាក៏មករកស៊ីលីងរបស់យើងដល់ខុនដូតែម្ដងហើយសាច់រឿងរបស់យើងនឹងទៅជាយ៉ាងណាក៏ឈានចូលមកដល់ទីបញ្ចប់នេះឯងហើយខ្ញុំក៏សូមអរគុណដល់អ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ជួយចុច Like ដើម្បីជាកម្លាំងចិត្តរបស់ Admin បាទអរគុណសូមជម្រាបលាបាយបាយ